ជំរាបសួរបងអូនដែលស្នេហាវិស័យក្នុងការធ្វើម្ហូបចាថ្ងៃនេះខ្ញុំចង់បង្ហាញពីកលឹះក្នុងការស្ងោរត្រឡាច់បែបម៉េចដើម្បីឲ្យមានរសជាតិឆ្ងាញ់ខ្ញុំជឿជាក់ថានៅតែមានបងមួយចំនួនគឺគាត់ស្ងោរបែបដាក់ដាំទឹកបងសាច់បងបន្លែតាមក្រោយត្រូវហ៎ចាឥឡូវខ្ញុំសូមជម្រាបបងពីកលឹះមួយចំនួនដែលធ្វើឲ្យមុខម្ហូបមួយមុខនេះសាមញ្ញប៉ុន្តែរសជាតិឆ្ងាញ់ជាងអ្នកដទៃដែលគាត់ធ្វើចាបងត្រឹមកន្លែងនេះគឺយើងដាក់លីងខ្ទឹមឲ្យឈ្ងុយសិនបន្ទាប់មកយើងចាក់ផ្កាក្រៀមចូលណាលីងផ្កាក្រៀមនេះឲ្យឈ្ងុយសិនចាំយើងចាក់សាច់ជ្រូកកញ្ច្រាំដែលយើងបានកញ្ច្រាំមកល្អនេះដាក់ចូលតាមក្រោយដើម្បីលីងឲ្យឈ្ងុយជាមួយនឹងផ្កាក្រៀមរបស់យើងចាបងអូនកន្លែងនេះគឺយើងត្រូវឆាលីងសាច់យើងជាមួយនឹងផ្កាក្រៀមនេះឲ្យឆ្អិនបន្តិចសិនទើបយើងចាប់ផ្ដើមបង់គ្រឿងរបស់យើងចូលគ្រឿងរបស់យើងគឺមានស្ករដុំស៊ុបខ្នុរ2ដុំបន្ទាប់មកនឹងមានរ៉ឺឌីហើយនឹងវៀតប្រេងខ្យងតិចដែរណាត្រង់កន្លែងគ្រឿងផ្សំនេះគឺបងអាចដាក់តាមចំណង់ចំណូលចិត្តបានបន្ទាប់មកយើងចាក់ទឹកចូលយើងទុកមួយសន្ទុះដើម្បីឲ្យទឹកនឹងពុះមកយើងបង់បន្លែនេះគឺខ្ញុំព្យាយាមបង់ការ៉ុតមុនព្រោះអីការ៉ុតរៀងរឹងជាងតឡាចណាបន្ទាប់មកយើងបង់តឡាចតាមក្រោយបង់តឡាចតាមក្រោយហើយយើងទុកឲ្យពុះមកល្មមទុនតាមចំណង់ចិត្តបងអូនណាចាជាចុងក្រោយយើងត្រូវទុកឲ្យសឡូវមុខនេះពុះសិនបន្ទាប់មកយើងក៏ចាប់ផ្ដើមបង់ស្លឹកខ្ទឹមចូលចារួចហើយបងអូនចាមុខនេះគឺមានឈ្មោះថាស្ងោរត្រឡាច់ប៉ុន្តែស្ងោរត្រឡាច់បែបពីជនបែបឆ្ងាញ់រសជាតិបែបខ្ទិះតែម្ដងបងសាក់ធ្វើតាមមើលមិនខុសអំណងទេណា